ឈប់ឈួតរឿងភ្នំត្របទៅអានេះគាត់ពុកប្រាប់ឲ្យច្បាស់ឈប់ឈួតឆៃភ្នំត្របនឹងគ្មានអេអាក់អេអួយកណ្ដួយស្ញាញ់ទេគេវាយយកបានហើយ11កន្លែងគេវាយឡើងចំប្រកាសហើយមកកណ្ដប់កន្លែងសូម្បីតែអានសេះក៏វាយកបានប្រហែលម៉ែត្រដែរគ្រប់កន្លែងឈប់ភ្នំត្រួតឈប់អេអួយកណ្ដួយស្ញាញ់អីឈប់ទៅឈប់ជឿfake news អីទៅឈប់ទៅហើយឈប់ឡប់ជាមួយពួកអាជោអាហ្នឹងទៅ11កន្លែងគ្មានកន្លែងណាវាមិនបានទេវាបានតិចតួចរហូត11កន្លែងតែច្បាំងគ្នាថ្ងៃ24ដល់28នេះគឺគ្រប់កន្លែងគ្មានកន្លែងណាមួយដែលអាវាលអន្ត្រីអានសេះអាចចុងកាល់អាភ្នំត្របអាភ្នំខ្មោចអាកបីអាតមន់អីហ្នឹងគឺថាវា11កន្លែងហ្នឹងវានៅក្បែរហ្នឹងសំបីតែតាកបីហ្នឹងវានៅនឹងអាភ្នំពីលើហ្នឹងបើមិនវាបាញ់ហើយតែវាមិនព្រមបាញ់ប្រាសាទហើយត្រូវភ្ញាក់ឈប់សួរទៀតថាបើហ៊ុនសែនពិតជាច្បាំងឈ្នះសៀមមិនមែនសប្ថ្ងៃមួយថ្ងៃណាក៏ដោយក៏ផ្ដាច់ញាដាច់ខាតគោរពបត់ឈប់បាញ់វាមិនដែលមានអាណាឈ្នះគេផ្ដាច់ញាដាច់ខាតបត់ឈប់បាញ់ទេអាអ្នកដែលផ្ដាច់ញាដាច់ខាតបត់ឈប់បាញ់មិនមែនស្ដាយជីវិតទាហានទេគឺវាវាយចាញ់គេនេះប៉ុណ្ណឹងហើយនៅដែលទៀតឲ្យឆ្ងល់វិចប្រវាច់តែដេកជួមុខឲ្យបានមួយអាទិត្យមើល